នេះជាប្រវត្តិនៃបទចម្រៀងបឹងអវ៉ាន់សូឡូដែលល្បីរន្ទឺស្ទើរតែទូទាំងអាស៊ីអាគ្នេយ៍កាលពីជាង60ឆ្នាំមុនបឹងអវ៉ាន់សូឡូដែលសូតខទៅឆ្ងាយជំរាបសួរលោកអ្នកទាំងអស់គ្នាជាថ្មីមកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំត្រឡប់មកវិញដោយបន្ធូរអារម្មណ៍បន្តិចក្រោយតែពីលើកយកអំពីរឿងខ្មែរក្រហមមកនិយាយប្រហែលវីដេអូជាប់គ្នាហើយនោះថ្ងៃនេះយើងនឹងមកកំសាន្តអារម្មណ៍ជាមួយនឹងប្រវត្តិនៃបទចម្រៀងដ៏ល្បីរន្ទឺមួយបទដែលប្រជាជនខ្មែរជាច្រើនបានស្គាល់ស្រាប់ហើយនោះគឺបទបឹងអវ៉ាន់សូឡូចម្រៀងដែលខ្ញុំបានដាក់ជូនបន្តិចមុននេះគឺជាបទបឹងអវ៉ាន់សូឡូជាសំនៀងរបស់អ្នកស្រីឈុនវណ្ណាដែលច្រៀងនៅក្នុងទសវត្សរ៍ទី60ក៏ប៉ុន្តែចម្រៀងនេះមិនមែនជាបទដើមនោះទេបទនេះត្រូវបានច្រៀងយកលំនាំតាមចម្រៀងដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ីមួយបទគឺបទបឹងអវ៉ាន់សូឡូដែលមានចំណងជើងដូចគ្នានេះមុននឹងចូលទៅដល់ប្រវត្តិនៃការល្បីល្បាញរបស់បទនេះខ្ញុំសូមជម្រាបបន្តិចអំពីពាក្យថាបឹងអវ៉ាន់សូឡូពាក្យថាបឹងអវ៉ាន់ជាភាសាឥណ្ឌូនេស៊ីឬក៏គេហៅថាបាសាឥណ្ឌូនេស៊ីមានន័យជាភាសាខ្មែរថាទន្លេរីឯសូឡូគឺជាឈ្មោះរបស់ទន្លេនោះតែម្ដងទន្លេសូឡូហូរកាត់កោះដ៏ល្បីល្បាញមួយរបស់ប្រទេសឥណ្ឌូនេស៊ីនោះគឺកោះជ្វាហើយទេសភាពដ៏ស្រស់ត្រកាលរបស់ដងទន្លេសូឡូធ្វើឲ្យអ្នកទាំងឡាយដែលបានទៅទស្សនានៅទីនោះតែងតែជក់ចិត្តដិតអារម្មណ៍លង់ស្នេហ៍ដកចិត្តមិនរួចអំពីទេសភាពនៅដងទន្លេនោះរហូតមកដល់ឆ្នាំ1940តន្ត្រីករឥណ្ឌូនេស៊ីដ៏ល្បីល្បាញមួយរូបគឺលោក Gesang Martohartono បាននិពន្ធចម្រៀងបទ Bengawan Solo នេះដោយរៀបរាប់អំពីទេសភាពដ៏ល្អឯករបស់ទន្លេនេះ Bengawan Solo riwayatmu ini sedariហើយ2ឆ្នាំក្រោយមកគឺនៅឆ្នាំ1942ប្រទេសឥណ្ឌូនេស៊ីត្រូវបានជប៉ុនចូលទៅកាន់កាប់នៅក្នុងជំនាន់សង្គ្រាមលោកលើកទី2នោះអាជ្ញាធរជប៉ុនបានហាមឃាត់ការចាក់តន្ត្រីរបស់លោកខាងលិចនិងអនុញ្ញាតឲ្យផ្សាយតែចម្រៀងរបស់ជប៉ុននិងចម្រៀងរបស់ឥណ្ឌូនេស៊ីប៉ុណ្ណោះតាមរយៈវិទ្យុក្រោមគោលនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិចប៉ុន្តែផ្ទុយពីបំណងរបស់ជប៉ុនបទចម្រៀងនេះបានក្លាយទៅជាឧបករណ៍ផ្លូវចិត្តដាស់ស្មារតីស្នេហាជាតិនិងការរួបរวมគ្នារបស់ប្រជាជនឥណ្ឌូនេស៊ីទៅវិញដោយសារតែភាពល្បីល្បាញនៃចម្រៀងមួយបទនេះនៅពេលដែលជប៉ុនបានដកទ័ពត្រឡប់ទៅស្រុកវិញក្រោយចប់សង្គ្រាមបទនេះក៏ត្រូវបាននាំយកទៅប្រទេសជប៉ុននិងបានកែខៃឲ្យទៅជាចម្រៀងជប៉ុនវិញដែលមានចំណងជើងដដែលដោយបញ្ចេញសំឡេងជាភាសាជប៉ុនថា Bengawan Soloសម្រាប់ជនជាតិជប៉ុនបទចម្រៀងនេះតំណាងឲ្យការនឹកអាឡោះអាល័យចំពោះដែនដីអាណានិគមដ៏ស្រស់ត្រកាលដែលពួកគេបាត់បង់ទៅនោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយម្ចាស់បទដើមគឺលោកកេសាងបានដាក់ពាក្យប្តឹងចំពោះការរំលោភកម្មសិទ្ធិបញ្ញានេះហើយលោកទទួលបានសំណងយ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុនតន្ត្រីជប៉ុនផងដែរបន្ទាប់មកក្រោយពីឥណ្ឌូនេស៊ីទទួលបានឯករាជ្យពេញលេញវិញលោកប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីពេលនោះគឺលោកស៊ូការណូបានណែនាំឲ្យទូតឥណ្ឌូនេស៊ីផ្សព្វផ្សាយបទនេះនៅបរទេសនៅក្នុងទសវត្សរ៍ឆ្នាំ1950ដោយមានការផ្សព្វផ្សាយបទនេះក៏ត្រូវបានគេយកទៅច្រៀងតាមឬក៏សប្តាហ៍ថ្ងៃយើងហៅថា cover នោះនិងបកប្រែជាច្រើនភាសាដូចជាភាសាចិនភាសាអង់គ្លេសភាសាតាហ្គាឡុករបស់ហ្វីលីពីនភាសាវៀតណាមនិងភាសាដទៃជាច្រើនទៀតរួមទាំងភាសាខ្មែរផងដែរត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចថាប្រជាជនខ្មែរភាគច្រើនស្គាល់និងបានស្ដាប់នៅបទបឹងអវ៉ាន់សូឡូរបស់អ្នកស្រីឈុនវណ្ណាដែលចេញផ្សាយនៅក្នុងទសវត្សរ៍ទី60ប៉ុន្តែមានមិនច្រើនទេដែលដឹងថាបទនេះក៏ត្រូវបានលោកសុសម៉ាត់យកមកច្រៀងដែរហើយលោកសុសម៉ាត់ថែមទាំងបានច្រៀងជាពីរភាសាទៅទៀតបឹងអវ៉ាន់សូឡូ
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាលោកសុម៉ាត់បានច្រៀងជាភាសាខ្មែរនិងភាសាឥណ្ឌូនេស៊ីនៅក្នុងចម្រៀងតែមួយហើយដោយលោកជាជនជាតិចាមដែលចេះភាសាឥណ្ឌូនេស៊ីលោកបានបញ្ចេញសំនៀងយ៉ាងត្រូវចំពោះពាក្យថាបឹងអាវ៉ាន់សូឡូដែលមានន័យថាទន្លេសូឡូនោះឯងដែលសប្តាហ៍ថ្ងៃយើងបានឮអ្នកចម្រៀងក្រោយៗនេះច្រៀងទៅជាបឹងអាវ៉ាន់សូឡូឬក៏បឹងក្រវ៉ាន់សូឡូទៅទៀតប៉ុន្តែសំនៀងដែលត្រឹមត្រូវតាមភាសាឥណ្ឌូនេស៊ីគឺបឹងអាវ៉ាន់សូឡូគួរបញ្ជាក់ថាបទនេះត្រូវបានយកទៅប្រើប្រាស់ក្នុងភាពយន្តល្បីៗដូចជារឿង In the Mood for Love ដែលផលិតក្នុងឆ្នាំ2000ហើយវាថែមទាំងក្លាយទៅជាឈ្មោះហាងនំដ៏ល្បីល្បាញមួយនៅប្រទេសសិង្ហបុរីគឺហាងបឹងអាវ៉ាន់សូឡូបទនេះត្រូវបានចាត់ទុកជាចម្រៀងនិមិត្តរូបនៃប្រវត្តិសាស្ត្រអាស៊ីក្រោយសម័យសង្គ្រាមលោកលើកទី2និងជាស្ពានតភ្ជាប់គ្នារវាងប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍នេះផងដែរក្រោយពីស្ដាប់វីដេអូនេះចប់ខ្ញុំសូមគោរពអញ្ជើញលោកអ្នកទស្សនាទាំងអស់គ្នាទៅស្ដាប់ចម្រៀងដ៏ពិរោះដែលជាសំនៀងរបស់លោកសុម៉ាត់ក៏បានរបស់លោកស្រីឈុនវណ្ណាក៏បានតាមការពេញចិត្តហើយបណ្ដែតអារម្មណ៍ស្រមើស្រមៃអំពីទស្សនវិជ្ជាដ៏ល្អត្រកាលរបស់ទន្លេសូឡូនោះហើយថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងទេសម្រាប់ជម្រាបជូនអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត